មនុស្សយើងមានពេលមួយថ្ងៃ20ម៉ោងដូចគ្នាហើយយើងភាគច្រើនយើងចំណាយពេលធ្វើការ8ម៉ោងដេក8ម៉ោងចុះ8ម៉ោងទៀតធ្វើអីដូច្នេះ8ម៉ោងដែលនៅសល់នេះវាគឺជាចំណុចមួយដែលខណ្ឌចែកភាពខុសគ្នារវាងយើងថ្ងៃនេះនិងយើងនៅថ្ងៃអនាគតប្រសិនបើយើងចំណាយពេល8ម៉ោងនៅសល់បានល្អជីវិតយើងនឹងកាន់តែប្រសើរប្រសិនបើយើងចំណាយពេលលា8ម៉ោងនៅសល់បានល្អទេជីវិតយើងនៅតែដដែលឬក៏កាន់តែលំបាកឬក៏កាន់តែដុនដាបជាងមុនក៏ថាបានដូច្នេះ8ម៉ោងដែលយើងធ្វើការគឺជាពេលវេលាដើម្បីយើងប្រកបរបររកស៊ីtrongជីវិតរបស់យើងហើយពេលសម្រាប់8ម៉ោងដែលសម្រាប់គេនោះគឺដើម្បីផ្ដល់កម្លាំងឲ្យយើងធ្វើការហើយ8ម៉ោងដែលសល់វាគឺជាពេលវេលាមួយដើម្បីផ្លាស់ប្ដូរព្រៃវាសនាជោគវាសនារបស់យើងដូច្នេះយើងនឹងមើលជាមួយគ្នារបៀបដែលយើងចំណាយពេលវេលាបានល្អចំពោះ8ម៉ោងដែលនៅសល់នៅក្នុងជីវិតរបស់យើងចំណុចទី1គឺយើងអភិវឌ្ឍទៅលើព្រលឹងវិញ្ញាណរបស់យើងជាការពិតណាស់ចំណុចមួយនេះយើងអាចធ្វើនៅពេលព្រឹកនៅពេលដែលយើងញាក់ពីគេឬក៏មុនពេលដែលយើងចូលគេដោយសារវាជាពេលវេលាសំខាន់ព្រលឹងវិញ្ញាណរបស់យើងគឺសំខាន់បើមិនបើព្រលឹងវិញ្ញាណរបស់យើងច្បុកច្បល់វាធ្វើឲ្យយើងមានការពិបាកនៅក្នុងការស្ម័គ្រចិត្តឲ្យបានត្រឹមត្រូវដូច្នេះយើងអាចចំណាយពេលដំបូងនៅក្នុងថ្ងៃរបស់យើងតាមរយៈការសម្ជឹងគិតការអធិដ្ឋានការអានព្រះគម្ពីរឬក៏ធ្វើការសម្ជឹងគិតខ្លួនឯងអំពីអ្វីយើងអរគុណសម្រាប់ម្សិលមិញសម្រាប់ថ្ងៃនេះក៏ដូចជាគម្រោងផែនការដែលយើងធ្វើក្នុងថ្ងៃនេះដូច្នេះការដែលយើងចំណាយពេលដល់អាហារឲ្យព្រលឹងវិញ្ញាណចិត្តគំនិតរបស់យើងគឺវាជួយយើងបានច្រើនជួយសន្សំពេលវេលាក៏ដូចជាជួយសន្សំនៅកម្លាំងខាងក្នុងដើម្បីយើងអាចប្រឈមមុខទៅនឹងបញ្ហានៅខាងក្រៅរបស់យើងបានច្រើនចំណុចទី2ដែលខ្ញុំហៅថាការបង្កើតសាកលវិទ្យាល័យផ្ទាល់ខ្លួនមិននេះទៅបើកសាកលវិទ្យាល័យសម្រាប់ឲ្យនិស្សិតរៀនទេប៉ុន្តែវាគឺជាពេលវេលាមួយដែលយើងត្រូវចំណាយសម្រាប់អភិវឌ្ឍទៅលើខ្លួនឯងការផ្ដោតទៅលើការលូតលាស់ខាងឯងចំណេះដឹងរបស់យើងនោះតែម្ដងខ្ញុំសូមរំលឹកបងប្អូនថាការចំណាយពេលមើល Netflix ឬក៏មើលបណ្ដាញសង្គមគឺវាមិនអាចជួយឲ្យយើងឡើងតំណែងបានទេហើយការ scroll លើ TikTok ពេញមួយថ្ងៃក៏មិនអាចជួយស្ដារអាជីវកម្មរបស់យើងឲ្យរីកចម្រើនប្រសើរជាងមុនផងដែរប៉ុន្តែការអានសៀវភៅមួយក្បាលក្នុងមួយខែឬក៏លឿនជាងនឹងមួយក្បាលរយៈពេល2អាទិត្យគឺវាអាចជួយយើងបានដូច្នេះប្រសិនបើយើងចំណាយពេលរៀនជំនាញថ្មីមួយថ្ងៃ1ម៉ោងនោះក្នុងមួយឆ្នាំយើងនឹងទទួលបានជាអ្នកដែលមានជំនាញថ្មីមួយសម្រាប់ធ្វើការអីមួយឲ្យបានកាន់តែប្រសើរអ្វីដែលយើងរៀននៅថ្ងៃនេះនៅក្នុងសាកលវិទ្យាល័យតខ្លួនរបស់យើងគឺវាអាចបំលែងទៅជាប្រាក់ចំណូលនៅថ្ងៃអនាគតចំណុចទី3គឺយើងចំណាយពេលជាមួយមនុស្សនៅជុំវិញមនុស្សដែលនៅជិតយើងបំផុតជាពិសេសគឺគ្រួសារមិត្តភ័ក្តិជិតស្និទ្ធរបស់យើងមិនអាចរស់នៅក្នុងពិភពលោកនេះតែឯងបានទេដោយសារតែព្រះបានបង្កើតយើងមកគឺដើម្បីឲ្យយើងមានទំនាក់ទំនងជាមួយអ្នកដទៃទៀតសិនបើយើងមានគ្រួសារពេល8ម៉ោងដែលសល់គឺចំណាយពេលខ្លះជំតុំគ្រួសារប្រពន្ធកូនរបស់យើងទុកទូរស័ព្ទចុះលេងជាមួយគាត់និយាយជាមួយគាត់ដើម្បីឲ្យជីវិតរបស់យើងកាន់តែមានន័យបន្ថែមមកកម្រិតទៀតការងារយើងអាចរកចំណូលបានប៉ុន្តែយើងមិនអាចរកអ្វីមកជំនួសគ្រួសារយើងបានទេសូមកុំដូរទំនាក់ទំនងក្នុងគ្រួសាររបស់យើងជាមួយនឹងលុយបន្តិចបន្តួចឲ្យសោះចំណុចទី4គួរតែចំណាយពេលថែរក្សាម៉ាស៊ីនថាមពលរបស់យើងដែលយើងហៅថាសុខភាពនោះដូច្នេះទៅម៉ាស៊ីនថាមពលគឺមាន2ចំណុចដែលខ្ញុំចង់រំលឹកបងប្អូននៅពេលនេះទី1គឺហាត់ប្រាណប្រសិនបើយើងមិនមានការហាត់ប្រាណឬក៏ធ្វើសកម្មភាពរាងកាយរបស់យើងឲ្យបានពេញលេញគ្រប់នោះទេបានន័យថាម៉ាស៊ីនថាមពលរបស់យើងគឺមានបញ្ហានៅថ្ងៃណាមួយវានឹងគាំងហើយពេលណាវាគាំងយើងមិនអាច
ធ្វើអ្វីទៅតាមក្តីសម័យឬក៏ទៅតាមគម្រោងផែនការរបស់យើងបានទេមួយទៀតការគ្រប់គ្រងការហូបចុករបស់យើងប្រសិនបើយើងអត់គ្រប់គ្រងចំពោះការអ្វីដែលយើងដាក់ចូលក្នុងពោះក្នុងមាត់របស់យើងទេនោះអ្វីដែលយើងដាក់ចូលក្នុងពោះឬក៏ក្នុងមាត់របស់យើងវានឹងបង្កបញ្ហាដល់យើងនៅថ្ងៃអនាគតដូច្នេះទី1គឺសកម្មភាពរាងកាយទី2គឺការមើលអំពីអ្វីយើងបរិភោគឬក៏ញ៉ាំនោះផងដែរដើម្បីសុខភាពរបស់យើងបានកាន់តែល្អចំណុចទី5គឺការបង្កើតនូវគុណតម្លៃណាមួយអញ្ចឹងជីវិតរបស់យើងដែលព្រះបង្កើតមកគឺតែងតែឲ្យយើងធ្វើអ្វីមួយដូច្នេះសូមស្វែងរកគោលបំណងអស់ទាំងនោះគោលបំណងអស់ទាំងនោះវាអាចដូចជាការបន្ថែមតម្លៃទៅដល់អ្នកដទៃដូច្នេះចំណាយពេលដែលយើងមានក្នុងការបន្ថែមតម្លៃទៅដល់អ្នកដទៃតាមរយៈការជួយអ្នកដទៃឲ្យគេមានជីវិតកាន់តែប្រសើរជាងមុនជួយឲ្យគេមានការសម្រេចចិត្តកាន់តែល្អជាងមុនឬក៏ធ្វើអ្វីផ្សេងទៀតដែលយើងគិតថាព្រះបានដាក់ឲ្យយើងមកផែនដីនេះដើម្បីធ្វើវាស្វែងរកវាឲ្យឃើញហើយធ្វើវាពីព្រោះអីយើងអស់ពេល8ម៉ោងធ្វើការអស់ពេល8ម៉ោងគេដូច្នេះការបំពេញគោលបំណងនៅសេសសល់គឺ8ម៉ោងនេះហើយដូច្នេះសូមស្វែងរកវាឲ្យឃើញហើយធ្វើវាចប់ដូច្នេះសរុបមកវិញការងាររបស់យើងមិនប្រកាសថាវាអាចកំណត់ពីអនាគតរបស់យើងបានប៉ុន្តែការដែលយើងចំណាយពេល8ម៉ោងដែលនៅសល់កង់ទី3នេះគឺវាអាចកំណត់អំពីអនាគតរបស់យើងទាំងអស់គ្នាបានអញ្ចឹងគាត់ទៅធ្វើម៉េចយើងមិនបាច់ទៅចំណាយពេលដូរ8ម៉ោងព្រាមទេយើងចាប់ផ្ដើមពីជំហានពីគូទៅ1ម៉ោងម្ដង1ម៉ោងម្ដងធ្វើវាឲ្យមានន័យធ្វើវាពេញដោយគោលបំណងធ្វើវាដោយមានគម្រោងផែនការច្បាស់លាស់រំពឹងទុកលើលទ្ធផលនោះយើងនឹងឃើញភាពខុសគ្នានៅក្នុងជីវិតរបស់យើងដូច្នេះប្រសិនបើយើងត្រៀមខ្លួនរួចហើយនៅក្នុងការដែលគ្រប់គ្រងពេលវេលារបស់យើងបានល្អដូច្នេះសូមខមមិនខាងក្រោមទៀតថាខ្ញុំត្រៀមខ្លួនរួចហើយប្រសិនបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេច Subscribe ចុចរូបកណ្ដឹងគ្រូជាចែករំលែកដល់អ្នកដែលអ្នកគិតថាគួរតែមើលវីដេអូមួយនេះអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូលើកក្រោយទៀត